អារម្មណ៍អត់ស្ងប់ទេនៅកន្លែងធ្វើការដោយសារតែដឹងតែពេលត្រូវមកផ្ទះហ្នឹងមានអីហូបហើយមិនមែនថាមានអីហូបហ្នឹងមកដល់មានស្រាប់ទេគឺត្រូវមកធ្វើខ្លួនឯងទេក៏ប៉ុន្តែលក្ខណៈថាជារៀងរាល់ថ្ងៃគឺពួកខ្ញុំមិនដឹងថាធ្វើអីហូបទេអ្នកទាំងអស់គ្នារឿងមកហូបហ្នឹងមួយគឺថាពិបាកចិត្តខ្លាំងមែនតើឲ្យតែពេលដល់ម៉ោងត្រូវធ្វើហូបបាយអញ្ចឹងគឺថាអង្គុយសែតហើយអត់ដឹងថាត្រូវធ្វើអីហូបទេជួនកាលមានរបស់របរនៅក្នុងទូទឹកកកទាំងអស់ប៉ុន្តែយើងអត់ដឹងថារនឹកគួរឲ្យចង់ហូបអីអញ្ចឹងអ្នកទាំងអស់គ្នាហើយមានបងប្អូនណាខ្លះដែរដូចខ្ញុំអញ្ចឹងហើយបើកម្រងមូណែមនេះវិញនឹកឃើញចង់ធ្វើតាំងពីម្សិលមិញអ្នកទាំងអស់គ្នាក៏ប៉ុន្តែគ្រឿងអត់ទាន់គ្រប់ខ្វះសណ្តែកដីតែថ្ងៃហ្នឹងក៏នៅតែខ្វះដែរព្រោះអីអត់បានទៅទិញហើយណាមួយពេលចេញពីធ្វើការទៅគឺអាកាសធាតុវាត្រជាក់ខ្លាំងពេកអញ្ចឹងពួកខ្ញុំអត់បានទៅមកទេអញ្ចឹងក៏សម្រេចចិត្តថាធ្វើទឹកជ្រលក់ទាំងអត់សណ្តែកដីហ្នឹងទៅព្រោះអីបើសិនជាយើងដាក់សណ្តែកដីទៅវាមានជាតិខ្ទិះចេញពីសណ្តែកដីហ្នឹងកាន់តែឆ្ងាញ់ទៀតអ្នកទាំងអស់គ្នាទឹកជ្រលក់ទឹកត្រីផ្អែមហ្នឹងបានសណ្តែកដីមកគឺអែមតែម្ដងបន្ទាប់ពីធ្វើហើយបាន3-4ដុំអញ្ចឹងទៅពួកខ្ញុំហ្នឹងក៏បានហៅជនជាតិវៀតណាមដែរគាត់ត្រូវចេញមកហូបបាយនៅខាងក្រៅហៅពួកគាត់ឲ្យមកហូបជុំគ្នាតែម្ដងហើយពួកគាត់មិនមែនថាអត់ដែរធ្លាប់ហូបទេគឺគាត់ធ្លាប់ធ្វើហូបដែរអញ្ចឹងព្រោះអីប្រទេសគាត់មានអញ្ចឹងដែរអ្នកទាំងអស់គ្នាហើយខ្ញុំគ្មានបានមូណែមអីគេទេបានតែហូបទេអ្នកទាំងអស់គ្នាមកដល់គឺហូបស្រាប់តែម្ដងដោយសារតែរត់ខ្វាញ់ទៅខ្វាញ់មកតិចតិចទៅលាងបន្លែតិចតិចទៅដាក់ស្ងោរសាច់ថែមអញ្ចឹងដោយសារតែខ្វះហូបហើយអីហើយអញ្ចឹងទៅមើលទៅនៅស្ទើអត់ទាន់ឆ្អែតអីអញ្ចឹងទៅដាក់ស្ងោរសាច់ថែមមកស្ទុះទៀតអញ្ចឹងទៅមិនបានរត់មកហូបបន្តទៀតទេហើយទ្រាំតែបានហូបពេញដៃពេញជើងហ្នឹងគឺឆ្អែតតែម្ដងហើយអ្នកទាំងអស់គ្នាដោយសារតែយើងហូបបានតិចអញ្ចឹងទៅយើងរត់ទៅលេចហូបបានតិចយើងរត់ទៅកើតដល់ពេលអញ្ចឹងទៅវាលក្ខណៈថាយើងវាចង់ឆ្អែតខ្លាយតម្រាំតែបានអង្គុយហូបស្រួលបួនហ្នឹងខ្ញុំចង់ឆ្អែតបាត់ហើយអ្នកទាំងអស់គ្នាហើយសម្រាប់វីដេអូមួយហ្នឹងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាបាយ